អូខេអញ្ចឹងក្នុងវីដេអូមេរៀននេះខ្ញុំបរៀនបងប្អូនពីរបៀបនៃការទិញ tool add email ក្នុង account Facebook Auto ណាបាទអញ្ចឹងគឺបងប្អូន scroll មកគឺចុចនៅលើវាមកបាទនេះបន្តមកទៀតយើងមើលតារាងតម្លៃបាទអញ្ចឹងបើបងប្អូនទិញប្រើគិតជាថ្ងៃមួយថ្ងៃ$1បាទបើបងប្អូនគិតទិញគិតជាខែមួយខែ$5បើចង់ទិញគិតប្រើជាឆ្នាំ$45បើទិញប្រើរហូតតម្លៃ150ណាបាទអូខេអញ្ចឹងដើម្បីទិញបានទី1តើបងប្អូន register account នៅក្នុង website របស់ខ្ញុំសិនបាទហើយបន្តទៀតយើងធ្វើការដាក់ deposit លុយចូលអញ្ចឹងរបៀបការដាក់លុយចូលបងប្អូនគ្រាន់តែចុចលើកន្លែង deposit ហ្នឹងមកបាទបន្តទៀតបើសិនករណីបងប្អូនចង់ទិញជាខែបងប្អូនដាក់$5ទៅបាទហើយចុច pay now កន្លែងនេះមកបាទអញ្ចឹងនៅពេលដែលយើងចុច pay វានឹង load នៅ QR នេះបាទឲ្យបងប្អូន scan này ឃើញទេបាទអញ្ចឹងពេលដែលបងប្អូន scan ដាក់លុយចូលហើយវាចូលទៅក្នុង account បងប្អូន auto អីចឹងណាអ្នកចូលមក load ចូលមកកន្លែង balance នឹង auto ហើយបងប្អូនចុចទិញបានឥឡូវមកថាខ្ញុំចុចទិញរយៈពេលមួយខែបាទចុចលើហ្នឹងមកចុច buy now មកនេះអូខេតែប៉ុណ្្នឹងបានអញ្ចឹងអានេះគឺជា license ដែលខ្ញុំទិញរយៈពេលមួយខែបាទអញ្ចឹងយើងរបៀបនៃការតម្លើងគឺបងប្អូននឹងមើលនៅមេរៀនបន្តទៀតបាទសូមអរគុណច្រើន